វីដេអូនេះសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយចែករំលែកទាំងអស់គ្នានេះគឺជាទឹកចិត្តឪពុកម្ដាយបាទទឹកចិត្តឪពុកម្ដាយនេះគឺធំធេងណាស់មិនអាចកាត់ថ្លៃបានទេដោយឃើញថាពេលនេះបាទគឺពីរអ្នកប្តីប្រពន្ធបានព្យាយាមបាទគឺកាន់រូបថតរបស់កូនមួយសន្លឹកដើម្បីស្វែងរកកូនរបស់គាត់ដែលបានបាត់ខ្លួនអស់រយៈពេល6ខែទៅហើយនិងពុំដឹងថាតើកូនរបស់គាត់នោះស្លាប់ឬក៏រស់ឬក៏យ៉ាងណានោះទេដោយពួកគាត់មិនបោះបង់ឡើយនៅការដែលព្យាយាមតាមស្វែងរកកូនរបស់គាត់គ្រប់ទីកន្លែងក្នុងក្តីសង្ឃឹមថានឹងរកកូនប្រុសរបស់គាត់នៅថ្ងៃណាមួយឃើញជាក់ជាមិនខាននោះឡើយនេះគឺជាទឹកចិត្តដ៏ធំធេងរបស់ឪពុកម្ដាយដែលធំជាងមហាសាគរទៅទៀតជាក់ស្ដែងបាទដូចជាបងប្អូនបានឃើញអញ្ចឹងនៅក្នុងវីដេអូនេះដោយប្តីប្រពន្ធមួយគូនេះគឺទោះបីជាកូនប្រុសរបស់គាត់នោះបានបាត់ខ្លួនអស់រយៈពេល6ខែទៅហើយនិងពុំដឹងថាកូនរបស់គាត់ស្លាប់ឬក៏រស់ក្តីក៏ពួកគាត់មិនបោះបង់នៅក្នុងការដែលព្យាយាមស្វែងរកកូនរបស់គាត់គ្រប់ទីកន្លែងដោយក្នុងក្តីសង្ឃឹមថានឹងបានរកឃើញកូនប្រុសរបស់គាត់ជាក់ជាមិនខាននោះទេដល់ឡែកកាលពីថ្ងៃទី16ខែមករាឆ្នាំ2026បន្ទាប់ពីដើររកគ្រប់ទីកន្លែងមិនឃើញកូនពួកគាត់ក៏បានកាន់រូបថតកូនរបស់គាត់មួយសន្លឹកនេះព្រមទាំងសម្បត្តិកំណើតរបស់កូនប្រុសរបស់គាត់ផងដោយធ្វើដំណើរទៅកាន់សាលាសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដើម្បីទៅទីនោះឲ្យអាជ្ញាធរនិងនគរបាលជួយស្វែងរកកូនប្រុសរបស់គាត់នោះផងឬក៏បានប្រទះឃើញក្មេងប្រុសដែលមានភិនភាគដូចនៅក្នុងរូបថតនោះសូមជួយផ្ដល់ដំណឹងដល់ពួកគាត់ដោយក្តីអនុគ្រោះផងដោយប្តីប្រពន្ធមួយគូនោះបរិះជាប្តីនោះមានឈ្មោះថាប្រាក់ចម្រុងអាយុ37ឆ្នាំមុខរបរសន្តិសុខមានស្រុកកំណើតនៅភូមិថ្នល់ឃុំអមលៀងស្រុកថ្ពង់ខេត្តកំពង់ស្ពឺចំណែកឯប្រពន្ធរបស់គាត់នេះគឺឈ្មោះថាថនញអាយុ41ឆ្នាំគ្មានមុខរបរនោះទេគាត់នៅចាំផ្ទះនិងមានស្រុកកំណើតនៅក្នុងភូមិកុយឃុំដាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងចំណែកឯកូនប្រុសដែលបាត់ខ្លួននិងកំពុងតែស្វែងរកនោះមានឈ្មោះថាប្រាក់ចាន់នីអាយុ13ឆ្នាំបច្ចុប្បន្នគ្រួសារមួយនេះគឺស្នាក់នៅផ្ទះជួលនៅក្នុងភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឪពុកម្ដាយខាងលើគឺបានរៀបរាប់ថាកូនប្រុសរបស់ពួកគាត់រូបនោះបានបាត់ខ្លួនតាំងពីវេលាយប់ថ្ងៃទី19ខែមិថុនាឆ្នាំ2025មកម្លេះបើគិតរហូតមកដល់ពេលនេះគឺមានរយៈពេល6ខែទៅហើយនៅវេលាល្ងាចថ្ងៃនោះកូនប្រុសរូបនោះរួមជាមួយនឹងកូនស្រីម្នាក់ទៀតបើនិយាយទៅគឺពីរអ្នកបងប្អូនបង្កើតតែម្ដងបានបណ្ដាលគ្នាចេញពីផ្ទះដើរទៅរើសអៀតចាយនៅតាមតំបន់នានាដែលតាមទម្លាប់រាល់ថ្ងៃគឺកូនគាត់ទាំងពីរនាក់ចេញពីផ្ទះនៅម៉ោង6ល្ងាចហើយម៉ោង7ឬក៏8យប់ប្រឡប់ទៅចូលមកវិញប៉ុន្តែនៅថ្ងៃចុងក្រោយនោះស្រាប់តែឃើញតែកូនស្រីត្រឡប់ទៅផ្ទះតែម្នាក់ឯងចំណែកឯកូនប្រុសច្បងអត់ឃើញទៅផ្ទះវិញសោះនោះឡើយហើយពួកគាត់ក៏បានបន្តថានៅពេលដែលគាត់សួរទៅកូនស្រីនាងក៏បានប្រាប់ថានាងនិងបងប្រុសបានដើររើសអៀតចាយនៅកន្លែងផ្សេងគ្នាហើយនាងក៏មិនដឹងថាតើបងប្រុសទៅរើសអៀតចាយនៅកន្លែងណានោះដែរនាងស្មានថាបងប្រុសបានមកដល់ផ្ទះមុននាងបាត់ទៅហើយចាប់តាំងពីពេលនោះមកគឺពួកគាត់មានការព្រួយបារម្ភចំពោះសុវត្ថិភាពកូនប្រុសរូបនោះខ្លាំងក៏បានតាមរកកូនរបស់គាត់គ្រប់ទីកន្លែងពួកគាត់បានកាន់ទៅនឹងរូបថតរបស់កូនគាត់ដើម្បីដើរសួរគេឯងច្រើនកន្លែងប៉ុន្តែពុំមានអ្នកណាបានឃើញនោះទេមិនតែប៉ុណ្ណោះក៏បានទៅតាមរកដល់ស្រុកកំណើតទាំងសងខាងនៅតែមិនឃើញទៀតដោយមិនដឹងថាកូនប្រុសជាទីស្រឡាញ់របស់គាត់នឹងគឺកំពុងតែស្ថិតនៅទីណានឹងមានសុខទុក្ខបែបណានោះទេពួកគាត់ពិតជានឹករលឹកទៅលើកូនប្រុសរបស់គាត់នេះខ្លាំងណាស់ហើយប្តីប្រពន្ធមួយគូនេះក៏បានរៀបរាប់បន្តថាទោះជាកូនរបស់ខ្លួននឹងបាត់អស់រយៈពេល6ខែទៅហើយក្តីប៉ុន្តែពួកគាត់មិនបោះបង់ក្តីសង្ឃឹមនោះទេពួកគាត់នៅតែព្យាយាមតាមរកកូនពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែមិនដែលឈប់នោះឡើយហើយជាចុងក្រោយពួកគាត់ក៏សម្រេចចិត្តធ្វើដំណើរទៅកាន់សាលាសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យនេះដើម្បីពឹងពាក់ឲ្យអាជ្ញាធរជួយស្វែងរកកូនប្រុសគាត់នោះផងពួកគាត់ក៏បាននាំយកទៅនឹងរូបថត
និងសម្បត្តិកំណើតកូនប្រុសទៅបង្ហាញឲ្យអាជ្ញាធរបានស្គាល់ក្រែងថ្ងៃណាមួយប្រទះឃើញក្មេងប្រុសដែលមានភិនភាគដូចនៅក្នុងរូបថតនោះសូមជួយផ្ដល់ដំណឹងទៅដល់ពួកគាត់ផងហើយនិយាយរឿងដោយឡែកមួយទៀតបាទគឺបរិសុទ្ធជាប្តីក៏បាននិយាយថាសពថ្ងៃនេះពួកគាត់គឺមានជីវភាពក្រខ្លាំងណាស់ទើបពួកគាត់បណ្ដែតបណ្ដោយឲ្យកូនប្រុសនិងកូនស្រីដែលនៅវ័យតូចនៅឡើយនោះចេញដើររអៀតចាយដើម្បីលក់គ្រាន់នឹងបានប្រាក់ខ្លះដើម្បីចិញ្ចឹមជីវិតតែមិននឹកស្មានថាមានរឿងបែបនេះសោះឡើយសប្តាហ៍ថ្ងៃនេះគឺរូបគាត់ធ្វើជាសន្តិសុខយាមនៅឯម្ដុំផ្សារថ្មីបានប្រាក់មិនគ្រប់នៅក្នុងការចំណាយផ្សេងទៅនៅក្នុងគ្រួសាររបស់គាត់នោះទេមិនតែប៉ុណ្ណោះកាលមុនគាត់មានកង់កញ្ចាស់មួយគ្រឿងគ្រាន់នឹងជិះចេញពីផ្ទះដើម្បីទៅធ្វើការនៅផ្សារថ្មីដែរប៉ុន្តែក្រោយមកបាទគឺគាត់បានលើកឡើងថាកង់នោះត្រូវចោលលួចបាត់ទៀតចាប់ពីពេលនោះមកគាត់ក៏គ្មានកង់ជិះទៅធ្វើការទៀតនោះឡើយប៉ុន្តែគាត់ក៏មិនបោះបង់ចោលការងារនោះដែរគឺគាត់បានដើរទៅវិញទៅមកបាទគឺនិយាយទៅគឺដើរទៅធ្វើការតែម្ដងតាំងពីសង្កាត់ភ្នំពេញថ្មីរហូតដល់កន្លែងធ្វើការនៅម្ដុំផ្សារថ្មីជារៀងរាល់ថ្ងៃបាទដោយនេះយើងឃើញហើយការដែលគេហៅថាមិនមានយានជំនិះនៅក្នុងការធ្វើដំណើរដោយគាត់បានធ្វើដំណើរដោយដើរតែម្ដងបាទបងប្អូនប្រិយមិត្តយើងគឺអាណិតខ្លាំងមែនទែនបាទដោយជាមួយគ្នានោះផងដែរបាទឲ្យឃើញថាសពរសជនចំនួន2រូបដោយក្នុងនោះប្តីឈ្មោះសោមសង្ហានិងប្រពន្ធឈ្មោះត្រីស្រីមុំដែលមានមុខរបរលក់មាន់បំពងរស់នៅបរិយាសែនមនោរម្យក្នុងភូមិកន្ទុកជើងសង្កាត់កន្ទុកខណ្ឌកំបូលរាជធានីភ្នំពេញក្រោយពីបានស្ដាប់ទៅនឹងការរៀបរាប់របស់ប្តីប្រពន្ធខាងលើនេះគឺស្ដាប់ហើយគួរឲ្យអាណិតពេកនោះទើបអ្នកទាំងពីរក៏បានផ្ដល់ទៅនឹងកង់មួយគ្រឿងដើម្បីឲ្យប្តីប្រពន្ធដ៏កំសត់មួយនេះបានជិះទៅធ្វើការងាររកប្រាក់មកចិញ្ចឹមជីវិតនិងផ្គត់ផ្គង់គ្រួសារតទៅទៀតផងដែរបាទនេះយើងឃើញហើយការរៀបរាប់របស់ប្តីប្រពន្ធមួយគូនេះគឺក្នុងក្តីមួយគេហៅថាអត់មានអ្វីដែលនៅជាប់ខ្លួននោះទេហើយតាមការលើកឡើងរបស់គាត់គាត់ថាសុខចិត្តដើរបាទយើងឃើញចម្ងាយពីផ្ទះគាត់ទៅកន្លែងធ្វើការរបស់គាត់នេះគឺឆ្ងាយមែនទែនដោយសារតែមិនមានអីជិះមិនមានអីធ្វើដំណើរដូចជាគេទៅគាត់បាទគឺសម្រេចចិត្តដើរពីផ្ទះរបស់គាត់ទៅកន្លែងធ្វើការពីកន្លែងធ្វើការមកផ្ទះរបស់គាត់នេះតែម្ដងហើយអ្វីដែលសំខាន់រកកូនផងបាទធ្វើការចិញ្ចឹមជីវិតផងបាទមិនដឹងថាតើកូនមានសុខទុក្ខអីយ៉ាងណាបាទមិនដឹងថានៅទីណាកន្លែងណារយៈពេល6ខែមកហើយបាទមិនដឹងថាស្លាប់ឬក៏រស់មិនដឹងថាតើកូនបាទមានអ្វីហូបដែរឬទេបាទដោយគាត់រៀបរាប់ទាំងទឹកភ្នែកបាទប្រាប់ទៅដល់បងប្អូនអ្នកសារព័ត៌មានដែលគាត់ស្កាត់ទៅរកនេះតែម្ដងបាទអញ្ចឹងគឺស្ដាប់ហើយអាណិតគាត់ខ្លាំងមែនទែនបាទហើយក៏សង្ឃឹមថាបងប្អូននឹងមានការដែលប្រទះឃើញក៏ដូចជាឃើញទៅនឹងភិនភាគកូនរបស់គាត់ដូចដែលមាននៅក្នុងរូបភាពស្រាប់បាទអាចទំនាក់ទំនងទៅអាជ្ញាធរសង្កាត់ចោមចៅទី3ក៏បានឬក៏អាចទំនាក់ទំនងមកកាន់page របស់ខ្ញុំក៏បានដើម្បីឲ្យខ្ញុំនឹងបានដឹងយើងនឹងយកទៅនឹងព័ត៌មាននេះទៅប្រាប់ទៅដល់គាត់ឲ្យគាត់បានទៅទទួលកូនគាត់ឬក៏យកកូនគាត់មកវិញដែរបាទអញ្ចឹងគឺសង្ឃឹមទៅលើពុកម៉ែបងប្អូនហើយដោយសារតែប្តីប្រពន្ធរបស់គាត់នេះដូចដែលគាត់បានលើកឡើងអញ្ចឹងគឺអត់មានអ្វីធ្វើដំណើរនោះទេហើយដល់ឡែកបើសិនជាបងប្អូនយើងដែលបានស្ដាប់ទៅនឹងការរៀបរាប់របស់គាត់ដូចដែលខ្ញុំបាននិយាយតាំងពីដើមមកអញ្ចឹងបាទបើសិនជាមានការចង់ជួយជាសម្ភារៈតិចតួចក៏បានឬក៏ជាថវិកាបន្តិចបន្តួចក៏បានសម្រាប់ឲ្យគាត់ទាំងពីរអ្នកប្តីប្រពន្ធយកទៅផ្គត់ផ្គង់នៅក្នុងក្រុមគ្រួសាររបស់គាត់ក៏អាចទំនាក់ទំនងមកកាន់ខ្ញុំបាទដើម្បីយករបស់ទាំងអស់នេះទៅឲ្យគាត់បាទនឹងឲ្យគាត់នឹងបានរបស់របរទាំងអស់នេះយកទៅប្រើប្រាស់ឬក៏បានថវិកាបន្តិចបន្តួចដើម្បីដោះស្រាយជីវភាពផងដែរអញ្ចឹងគឺសង្ឃឹមថាសប្បុរសជនបាទយើងឃើញហើយគេថាខ្មែរជួយខ្មែរបាទគ្មានអ្វីក្រៅពីការដែលជួយគ្នាទេនៅក្នុងគ្រាដែលលំបាកនេះផងដែរហើយក៏សូមជួយ share នៅវីដេអូនេះផងដែរបាទសូមអរគុណសូមជម្រាបលា